ចាប់បាយអនុទានពេលនេះសារព័ត៌មានល្បីៗនៅក្នុងប្រទេសថៃសម្រុកមកជួបអនុទានដើម្បីសួរតាក់ទងជាមួយនឹងសម្ដេចបវរធិបតីដែលបានរាយការណ៍អំពីព័ត៌មានថាខាងថៃនេះគឺជាអ្នកដែលឈ្លានពាននិងកាន់កាប់ទៅលើទឹកដីកម្ពុជាដោយខុសច្បាប់អនុទានមិនបានឆ្លើយតបអ្វីនោះទេគ្រាន់តែប្រាប់ថាបាទឈឺកមិនអាចនិយាយបានហើយក៏ដាក់មេប្រតិបត្តិរីឯអ្នកនាំពាក្យបាទកងទ័ពថៃលោកវិនថៃស៊ូវ៉ារីបានបញ្ជាក់ប្រាប់សារព័ត៌មានបានឆ្លើយតបជាមួយនឹងសម្ដេចបវរធិបតីចំពោះមុខអ្នកសារព័ត៌មានថាការដាក់បន្លាលួសការដាក់ទូកុងតឺន័រគឺបាទជាគោលការណ៍ឬក៏ជាការការពារខ្លួនអំពីសំណាក់បាទកងទ័ពថៃតែប៉ុណ្ណោះបាទទៅជាការដាក់អដៃណែទូកុងតឺន័រដាក់បន្លាលួសនៅលើដីខ្មែរនេះទៅជាបាទការពារឯណាប្រទេសថៃឯណាទៅវិញបាទអនុញ្ញាតគ្រប់ជំរាបសួរពុកម៉ែបងប្អូននេះព្រឹកថ្ងៃទី20នេះខ្ញុំមានព័ត៌មានថ្មីបន្តទៀតតាក់ទងជាមួយនឹងអំពីបាទលោកអនុទាននិងបាទអ្នកនាំពាក្យក្រសួងការពារជាតិថៃឬក៏បាទជាអ្នកនាំពាក្យរបស់បាទកងទ័ពយោធាថៃឯហ្នឹងបាទមុននឹងបន្តវីដេអូរបស់យើងសម្រាប់បងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel YouTube របស់ខ្ញុំបាទទេបាទកុំភ្លេចចុច Subscribe Channel YouTube ខ្ញុំបាទនៅខាងក្រោមនេះម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីដែលខ្ញុំបានអាប់ដេតចុងក្រោយបងអស់ដើម្បីនឹងចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាជាដំណឹងបាទកាលពីថ្ងៃទី17បាទសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានផ្ដល់បទសម្ភាសន៍ទៅកាន់សារព័ត៌មានដ៏ល្បីមួយដែលធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងទៅកាន់ពិភពលោកជាពិសេសគឺនៅក្នុងប្រទេសថៃផងដែរដែលវាបានបង្កឲ្យមានអ្នកកាសែតជាច្រើនបាននឹងកំពុងតែទៅសួរតាក់ទងជាមួយនឹងថ្នាក់ដឹកនាំរបស់គេថាតើបាទការដែលកម្ពុជាបានបកស្រាយនោះគឺជាការពិតឬក៏ជាការប្រឌិតលោកអនុទានឆានវីរៈគុលដែលជាឧបរដ្ឋមន្ត្រីថៃឬក៏បាទជានាយករដ្ឋមន្ត្រីថៃចាំផ្ទះក៏ដោយសារតែគាត់នឹងជាប់ឆ្នោតប៉ុន្តែមិនទាន់បានឡើងកាន់តំណែងពេញសិទ្ធិនោះទេបាទគាត់បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់បានឆ្លើយតបជាមួយនឹងអ្នកកាសែតជាច្រើនបានចុះមកសួរគាត់អីចឹងទៅដោយសារតែមានអ្នកកាសែតជាច្រើនបានមកស្ទាក់សួរលោកអនុទាននៅឯវិមានរដ្ឋាភិបាលថៃដើម្បីចង់ដឹងថាតើភាគីថៃបកស្រាយយ៉ាងណាចំពោះអ្វីដែលបាទកម្ពុជាយើងបានផ្ដល់បទសម្ភាសន៍ដ៏សំខាន់មួយទៅកាន់បាទសារព័ត៌មានដ៏ល្បីនោះនៅពេលដែលឮសំណួរនេះភ្លាមបាទលោកអនុទានបែរជាធ្វើជាក្អកបាទស្ទាបកហើយក៏ធ្វើសញ្ញាបាយដាក់អ្នកកាសែតឬក៏អ្នកយកព័ត៌មាននោះរួចក៏បានឡើងទៅលើរថយន្តរបស់គាត់បើកទៅបាត់ឈឹងតែម្ដងដោយអត់បាននិយាយអ្វីតតែសោះបាទក្នុងនេះគឺមានន័យថាបាទលោកអនុទាននេះគាត់ឈឺកគាត់និយាយមិនបានទេសញ្ញោប្រាប់អ្នកកាសែតអញ្ចឹងណាបងប្អូនអ្នកគ្នាការធ្វើបែបនេះគឺគេហៅថាបាទភាពតច្រកដើម្បីបាទរត់គេចខ្លួនមករយៈពេលអញ្ចឹងទៅដោយសារតែអត់ទាន់ត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយក៏ដូចជាធ្វើយ៉ាងណាឲ្យវាសមស្របទៅនឹងសំណួរអំពីអ្នកកាសែតបានចោទសួរមកលើបាទលោកអនុទាននេះណាមួយបើសិនជាគាត់ថាពិតមែននោះគឺមានន័យថាបាទថៃនេះគឺពិតជាព្រមទទួលស្គាល់ថាខ្លួនពិតជាបានបាទឈ្លានពានមកកាន់ទឹកដីកម្ពុជាពិតមែនក៏ប៉ុន្តែបើសិនជាលោកអនុទានបានឆ្លើយបដិសេធថាគាត់មិនបានធ្វើដូចទៅនឹងអ្វីដែលរដ្ឋាភិបាលកម្ពុជាយើងបានផ្ដល់បទសម្ភាសន៍នោះទេលោកអនុទានគាត់ក៏គ្មានផុសតាងដើម្បីទៅបញ្ជាក់ប្រាប់អ្នកកាសែតនោះផងដែរខ្ញុំអត់បានធ្វើអីចេះមួយចូលពីរអញ្ចឹងក៏ប៉ុន្តែដល់ពេលអ្នកកាសែតគេសួររកផុសតាងគឺគាត់អត់មានផុសតាងទេពួកអីគឺកងកម្លាំងថៃយោធាថៃនេះគឺពិតជាបានមកបាទនៅលើទីតាំងទឹកដីរបស់កម្ពុជាយើងពិតមែនដាក់បន្លាលួសឬក៏បាទដាក់ទូកុងតឺន័រអីផ្សេងហ្នឹងគឺពិតជាបានដាក់នៅលើទឹកដីកម្ពុជាពិតមែនបាទហើយនេះគឺជាអ្វីដែលកម្ពុជាយើងបានបកស្រាយទៅកាន់បាទសារព័ត៌មានល្បីនោះវាគឺជាការពិតដែលមិនមែនជាការចោទប្រកាន់អ្វីនោះទេដោយសារតែផុសតាងគឺវាមាននៅលើដីពិតប្រាកដបាទអញ្ចឹងយើងអាចទៅមើលបានគ្រប់គ្នាមិនថាអន្តរជាតិមកពីស្ថាប័នព័ត៌មានណានោះទេគឺអាចទៅយកព័ត៌មានបាទមើលផ្ទាល់ស្ដែងតែម្ដងថាបាទយោធាថៃនេះគឺពិតជាបានបាទកាន់កាប់មកលើទឹកដីកម្ពុជារបស់យើងដោយខុសច្បាប់នៅលើទឹកដីរបស់កម្ពុជាយើងនេះពិតមែនអញ្ចឹងមានន័យថាអាកប្បអកិរិយារបស់លោកអនុទាននេះគឺបានបង្ហាញយ៉ាងច្បាស់ថាខ្លួនគឺកំពុងតែកិច្ចវេះមិនចង់ឆ្លើយទៅកាន់អ្នកកាសែតការធ្វើបទសម្ភាសន៍រវាងបាទសម្ដេចបវរធិបតីជាមួយនឹងស្ថាប័នព័ត៌មានអន្តរជាតិនោះគឺពិតជាត្រឹមត្រូវ 100% ហើយក៏មានបាទផុសតាងច្បាស់លាស់ទៅកាន់បាទសារព័ត៌មានទាំងនោះឲ្យបានដឹងផងដែរបាទនេះគឺជាអ្វីដែលខ្ញុំទទួលបានអំពីបាទអ្នកសារព័ត៌មាននិងបាទអ្នកកាសែតនៅក្នុងប្រទេសថៃណាតាក់ទងជាមួយនឹងលោកអនុទានបានឆ្លើយតបជាមួយនឹងអ្នកកាសែតនិងអ្នកបាទសារព័ត៌មាននៅក្នុងប្រទេសថៃនេះបាទអញ្ចឹងអនុទានគាត់អត់បានឆ្លើយតបអីនោះទេបាទធ្វើពុតជាឈឺកហើយក៏ដាក់មេប្រូចទៅតែម្ដងបងប្អូនណា
បាទឥឡូវនេះយើងនឹងបន្តទៅតាមដានព័ត៌មានបន្ទាប់ទៀតនោះគឺតាក់ទងជាមួយនឹងបាទអ្នកនាំពាក្យក្រសួងការពារជាតិថៃឬក៏បាទអ្នកនាំពាក្យបាទកងទ័ពភូមិន្ទថៃណាលោកវិនថៃស៊ូវ៉ារីបាទគាត់បានឆ្លើយតបទៅនឹងបាទបទសម្ភាសន៍របស់សម្ដេចបវរធិបតីកាលពីថ្ងៃទី17ណាចុះនៅតាបាទគាត់ឆ្លើយតបរបៀបម៉េចបាទខ្ញុំនឹងលម្អិតជូនទៅកាន់បងប្អូនបន្តទៀតបាទគ្រាន់តែវីដេអូបាទបទសម្ភាសន៍របស់សម្ដេចបវរធិបតីចាប់ផ្ដើមផ្ទុះឡើងភ្លាមកាលពីថ្ងៃទី18ខែកុម្ភៈកាលពីម្សិលមិញនេះបាទអ្នកនាំពាក្យកងទ័ពភូមិន្ទថៃលោកវិនថៃស៊ូវ៉ារីបានចេញមុខបកស្រាយការពារខ្លួនភ្លាមៗផងដែរដោយលោកបានអះអាងនិងនិយាយថាអ្វីដែលកម្ពុជាបានលើកឡើងថាថៃគឺជាអ្នកឈ្លានពាននេះគឺជារឿងដែលមិនសមហេតុផលបាទវាទៅជាយើងបកស្រាយយើងជាអ្នករងគ្រោះនេះទៅជាយើងនេះគឺជាអ្នកដែលធ្វើមិនសមហេតុផលទៅវិញចំណុចនេះយើងឃើញថាភាគីថៃហាក់ដូចជាកំពុងតែប្រើភាសាការទូតដើម្បីដោះសារហើយក៏មិនចង់ទទួលស្គាល់ថាខ្លួនឯងនឹងបានធ្វើឬក៏បានឈ្លានពានមកកាន់ទឹកដីកម្ពុជារបស់យើងពិតមែនមួយទៀតបងប្អូនតាក់ទងនឹងចំណុចដ៏គួរឲ្យអស់សំណោចខ្លាំងមែនទែននោះគឺតាក់ទងជាមួយនឹងការដាក់បន្លារស់ឬក៏ដាក់ទូកុងតឺន័រអីផ្សេងហ្នឹងណាដោយលោកបាទវិនថៃស៊ូវ៉ារីគាត់បានបដិសេធថាថៃគឺពិតជាបានដាក់ទូកុងតឺន័រនិងដាក់បន្លាលួសនៅលើបាទតំបន់ខ្លះនៅក្នុងទឹកដីកម្ពុជាពិតមែនដែលគាត់បានប្រើលេសបាទដោះសារថាវាគ្រាន់តែវិធានការសន្តិសុខបាទការពារប្រទេសថៃតែប៉ុណ្ណោះដើម្បីបាទការពារខ្លួនគេចឹងទៅបាទមិនដឹងថាការពាររបៀបម៉េចហើយក៏បាទការពារសន្តិសុខរបៀបម៉េចដែរការដែលយកទូកុងតឺន័រយកបន្លាលួសអីហ្នឹងមកដាក់លើទឹកដីខ្មែរយើងហើយបាទបែរជាឆ្លោយប្រាប់សារព័ត៌មានប្រាប់អ្នកកាសែតហ្នឹងថាខ្លួនគ្រាន់តែធ្វើបែបហ្នឹងដើម្បីបាទការពារខ្លួនបាទការពារភាពអាសន្នអីណានៃចឹងទៅបាទវាមិនទំនងទៅសោះណាអានេះគឺនិយាយរកតែរួចខ្លួនតែម្ដងបងប្អូនបាទមិនថាលោកអនុទិនដែលជានាយករដ្ឋមន្ត្រីចាំផ្ទះនោះក៏ដូចជាបាទលោកវិនថៃស៊ូវ៉ារីដែលជាបាទអ្នកនាំពាក្យបាទកងទ័ពភូមិន្ទថៃនេះបាទចេញមកគឺបាទនិយាយយកតែរួចខ្លួនតែម្ដងបងប្អូនអត់មានជាបាទភាសាអីផ្លូវការអីនោះទេបាទទោះបីជាថៃព្យាយាមបដិសេធយ៉ាងណាក៏ដោយក៏ការពិតមិនអាចលាក់បាំងបានរហូតនោះដែរនៅថ្ងៃទី19ខែកុម្ភៈឆ្នាំ2026នេះកម្ពុជានឹងយកបញ្ហាទាំងនេះទៅដាក់លើតុប្រជុំនៅក្នុងបាទក្រុមប្រឹក្សាសន្តិភាពរបស់លោកដូណាល់ត្រាំនៅពេលនោះកម្ពុជានឹងបង្ហាញពិភពលោកឲ្យឃើញថាអ្វីដែលហៅថាការឈ្លានពាននិងបាទវិធានការការពារខ្លួនរបស់ថៃនេះគឺវាមិនមែនជាការពិតដោយអ្វីដែលថៃបាននិយាយប្រាប់អ្នកកាសែតរបស់ខ្លួនទេទាំងដែលការពិតនោះគឺបាទថៃកំពុងតែឈ្លានពានបាទកំពុងតែឈ្លានពានដោយខុសច្បាប់មកលើបាទដែនអធិបតេយ្យភាពរបស់កម្ពុជាយ៉ាងពិតប្រាកដ 100% តែម្ដងហើយមួយទៀតគឺតាក់ទងជាមួយនឹងបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរមែនទែនដោយសារតែពលរដ្ឋកម្ពុជារបស់យើងនេះជាង 80000 នាក់គឺមិនទាន់បានបាទចូលទៅកាន់ទីលំនៅផ្ទះសម្បែងរបស់គាត់នោះទេបាទសម្រាប់ព័ត៌មាននៅថ្ងៃនេះគឺមានប៉ុណ្ណេះបាទសម្រាប់បងប្អូនថ្មីកុំភ្លេច Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីបន្តទៀតហើយយើងនឹងជួបគ្នានៅក្នុងបាទវីដេអូក្រោយៗបន្ថែមទៀតជម្រាបលា